នេះជារបៀបសេរីម៉ោងប្រភេទនាឡិកា LED ជំហានដំបូងអ្នកទាំងអស់គ្នាមើលនាឡិកាគឺយើងមាន4ប៊ូតុង Live Mode Reset ហើយនិង Start អូខេចាប់ផ្ដើមនៃការសេរីម៉ោងយើងមើលfunction របស់យើងសិន function នេះគឺ function ម៉ោងតែម្ដងថ្ងៃច័ន្ទម៉ោង21ហ្នឹងវាត្រូវជាម៉ោង9:59 នាទីខែ5ទី4អញ្ចឹងយើងត្រូវសេរីម៉ោងឧទាហរណ៍ថាឥឡូវទៅតែម៉ោង2ទេអញ្ចឹងយើងបដូរមកអូខេការចាប់ផ្ដើមដំបូងយើងត្រូវចុច like ប៊ូតុងមួយនេះអូខេអ្នកទាំងអស់គ្នាមិនទាន់មុនពេលខ្លះអ្នកទាំងអស់គ្នាយកទៅវា load ចេះអ្នកខ្លះពេលខ្លះ load ចេះពេលខ្លះ load ចេះអាស្រ័យទៅលើម៉ោងអ្នកទាំងអស់គ្នាមើលផងអ្នកទាំងអស់គ្នាត្រូវតែសេរីម៉ោងអញ្ចឹងសេរីម៉ោងអ្នកទាំងអស់គ្នាត្រូវចុច like mode ប៊ូតុង mode ឲ្យវាចេញផ្ទាំងម៉ោងអានេះគេហៅផ្ទាំងម៉ោងដែលខ្ញុំនិយាយមិញណាវាសូថ្ងៃខែម៉ោងនៅក្នុងនឹងទាំងអស់យើងចុចអញ្ចឹងមកចាប់ដើម reset នេះ reset វាចុចជាប់ណាអ្នកទាំងអស់គ្នាអូខេគេអត់ចាប់ដើម load ឡើងវិនាទីអញ្ចឹងយើងអត់សេរីវិនាទីអីយើងសេរីម៉ោងយើងត្រូវផ្លាស់ប្ដូរចុច like mode អូខេឃើញអត់នេះឥឡូវយើងសេរីថាម៉ោង2ភ្លឺចុះនេះប៊ូតុង start គឺសម្រាប់យើងបដូរម៉ោងឃើញអត់ម៉ោង2អូខេម៉ោង2ត្រូវណាអូខេយើងចាប់ដើមបដូរនាទីម្ដងចុច like mode អូខេដល់នាទីថា2នាទីចុះអញ្ចឹងចុច like start ដើម្បីបដូរ2នាទីឃើញអត់ត្រូវអ្នកនរគ្នាអូខេបើត្រូវហើយអ្នកនរគ្នាបដូរទៀតចុច like mode ទៀតហ្នឹងអានេះម៉ោងត្រូវណាបដូរថ្ងៃខែតែម្ដងចុច like mode មក2025ត្រូវហើយមួយទៀតមកខែ5កំពុង load ដល់ខែ5នេះវាត្រូវអញ្ចឹងយើងមិនបាច់សេរីទៀតទេយើងចុចមួយទៀតខែ4យើងចុចមួយទៀតចូលថ្ងៃតែថ្ងៃវាត្រូវហើយអញ្ចឹងត្រូវទាំងអស់ការត្រូវគឺយើងនៅពេលយើងសេរីរួចរាល់ហើយចុចតានេះមកចុចការស្ដាច់អូខេម៉ោង2 2នាទីយើងសេរីមិញហ្នឹង